thực tế định đi mà buồn nhìn cài hay chẳng bơi đừng rọp mờ từng ở này anh mùi thì có trở đấy phần còn đại anh hiểu mùi pi bay buồn đi chẳng thà dột bán này tụi buồn pram ba số đây một con ở này và ngày đi nhằm một video tại tôi cho mùi đang đầm đồng Mỹ bạn được chỉ can video một hai bằng con như vậy thì đầm lồng mì ní có chọn nâng cho mùi nâng đầm nam bột bọc nhom đá hàng plei mà nhé tới sự hiệp nhưng mới tới bạn cứ sẵn bên tên hayการเสถียรในពេលថ្ងៃនេះគឺថ្ងៃទី11ខែ10 2025បាទគឺមេឃចុះអាប់ងងឹតឆឹងតែម្ដងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងនាំបងប្អូនទៅទស្សនាទៅតងជាមួយនឹងដំណាំដំឡូងមីរបស់ខ្ញុំទាំងអស់គ្នាបាទអញ្ចឹងចូលទាំងអស់គ្នាបាទសូមអរគុណបាទសួស្តីបងប្អូនទាំងគ្នានេះជួការដំឡូងមីបាទហើយសម្រាប់ការដំឡូងមីនេះដែរកាលពីវគ្គមុនហើយខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនណាពីការដាំដុះការធ្វើស្មៅហើយនឹងការបាញ់ស្មៅហើយដំឡូងមីនេះដែរគឺយើងដាំនៅថ្ងៃទី10ខែ3រយៈពេលឥឡូវនេះវាថ្ងៃទី11បាទខែ10ពេលចូល7ខែអញ្ចឹងខ្ញុំមកបង្ហាញបងប្អូនទៅតោះនឹងការធ្វើតេស្តមើមនេះដើមហើយយើងធ្វើតេស្តវាមើលតើមើមរបស់វាបានទំហំប៉ុណ្ណាហើយយើងស្មាតជើងក្រោបវាស្អាតចាស់ហើយនៅតែកាត់ពណ៌នេះអាចទីទួយទេអញ្ចឹងអាចយើងតែមកកាត់ធ្វើតេស្តមើមទាំងអស់គ្នាជាមួយខ្ញុំបាទនេះចាប់ដើមខ្ញុំធ្វើតេស្តនេះសម្រាប់ពូជនេះដែរគឺពូជរចង់កៅបងប្អូនមិនសៅល្អពេលនេះយើងបើស្អីយើងលក់ស្រស់វាអត់សូវចំណេញទេតែពេលយើងប្រភេទកាប់ហាលវាអាចជាល្អជាងដោយសារម្សៅវាអត់ទេអត់សូវជាស្រកទេយើងកាយហើយយើងមើលរាប់មើលទាំងអស់គ្នាហើយមើលវាហើយដើមសម្រាប់ដើមនេះដែរដើមយើងនិយាយថាដើមមធ្យមបាទបងប្អូនមើលដើមទាំងអស់ទៅនេះវាមិនលើសគេទេហើយក៏មិនតូចជាងគេដែរគឺវាមធ្យមសម្រាប់ដើមណាអញ្ចឹងខ្ញុំរាប់ឲ្យបងប្អូនមើលអានេះមួយរៀងក៏ត្រូវដែរប៉ុន្តែក៏ដៃអានេះ1 2 3 4នេះយើងថាយកបាននេះទូ4 5 6 7 8 9 10តែនេះហើយយើងរត់ត្រុសដែរមើលដែរធំដែរមើលតែវាល្អលោតអញ្ចឹងឃើញថាប្រភេទយ៉ងកៅបើសិនជាយើងដាំដីមានសំណើមគ្រប់គ្រាន់គឺវាចាក់បានល្អមើលវាច្រើនតែបើសិនជាដាំដីឬស្ទើការលូតលាស់របស់ឫសវានឹងអត់សូវពេញល្អទេអញ្ចឹងធ្វើការដាក់មើមវាតិចប៉ុន្តែវាធំល្អដែរបាទអញ្ចឹងវីដេអូនេះសម្រាប់បងប្អូនចូលចិត្តតាមដានខ្ញុំនឹងធ្វើវីដេអូបន្តទៀតរហូតដល់ការប្រមូលផលយកទៅលក់តែម្ដងហើយខ្ញុំថាធ្វើជារឿយសម្រាប់បងប្អូនទស្សនាហើយ
ស្រាយនៅបាត់ពិសោធន៍សម្រាប់បងប្អូនដែលដាំដំឡូងមីបាទតើតូនការប្រើប្រាស់ថ្នាំស្មៅជីហើយនឹងថ្នាំប៉ូវជាដើមបាទនៅក្នុងដំឡូងមីនេះដែរយើងទើបតែបាញ់ស្មៅបាន2 ដងហើយយើងសម្អាតជើងក្រោមវាហ្នឹងគឺបានតែម្ដងទេហើយឥឡូវនេះដល់ពេលវេលាដែលយើងត្រូវសម្អាតវាម្ដងទៀតហើយបាញ់ប៉ូវយើងបាញ់បានចំនួន2 ដងហើយយើងចង់បាក់ម្ដងទៀតដើម្បីឲ្យវាបង្កើននៅម្សៅបានល្អបាទទម្ងន់ល្អបាទសម្រាប់វីដេអូនេះដែរគឺមានតែប៉ុណ្ណឹងទេបងប្អូនហើយដលងបងប្អូនឃើញស្រាប់ហើយលេខមើលដលងយើងវិញបាទគឺលេខច្បាស់តែម្ដងហើយយើងឈរនៅខាងក្រោមរោយើងឈរនៅខាងលើរោវិញប្រហែលជាអាចស្មើក្បាលខ្ញុំនេះអាយុ7 ខែដលងជាក់ស្ដែងអាយុ10 ខែប្រមូលផលនេះទៅបាន7ទេ10 ខែទៅ11 ខែម្សៅវាដាក់បានល្អទម្ងន់ល្អហាលឆាប់ស្ងួតចង់បងប្អូនជួយតាមដាននៅវីដេអូរបស់ខ្ញុំបាទមានតែប៉ុណ្្នឹងបងប្អូនមានចម្ងល់ចង់សាកសួរព័ត៌មានផ្សេងសួរបានចំការដំឡូងមីបាទយើងដាំបានតិចតួចទេបាទឆ្នាំនេះយើងដាំបានដូចជា5 ទៅ 6 ហាត់ទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្ណឹងបងប្អូនសូមអរគុណសូមរងចាំទស្សនានៅវីដេអូក្រោយបាទនឹងមានអ្វីចែកជូនបងប្អូនទស្សនាបន្តទៀតបាទ